នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះគឺយើងមានចំណុចពិសេសនិងសំខាន់សម្រាប់ការចែករំលែកទៅកាន់បងប្អូនកសិករយើងតើហេតុអីបានជាយើងចាំបាច់ត្រូវបង្កើតវគ្គសិក្សាបច្ចេកទេសចិញ្ចឹមជ្រូកនេះឡើងមកលោកគ្រូដោយសារយើងមើលឃើញថាបញ្ហាប្រឈមរបស់បងប្អូនលើការចិញ្ចឹមសត្វគឺនៅជួបបញ្ហាច្រើនពាក់ព័ន្ធនឹងការចិញ្ចឹមក៏ដូចជាការប្រើប្រាស់ការព្យាបាលសត្វអីជាដើមចាំបាច់ដែរតែកសិករដែលគាត់ចិញ្ចឹមជ្រូកស្រាប់គាត់ត្រូវការបច្ចេកទេសផ្សេងៗតាក់ទងទៅនឹងការចិញ្ចឹមនិងការថែទាំជ្រូកបន្ថែមដែរលោកគ្រូពិតណាស់នៅក្នុងការរៀនវគ្គបច្ចេកទេសនេះដើម្បីពង្រឹងទៅលើសមត្ថភាពនិងជំនាញគាត់បន្ថែមដើម្បីយល់ដឹងអំពីបច្ចេកទេសការធ្វើទ្រុងបច្ចេកទេសនៅក្នុងការជ្រើសរើសពូជឲ្យបានត្រឹមត្រូវការថែទាំនិងការផ្ដល់ចំណីឲ្យបានត្រឹមត្រូវតាមដំណាក់កាលរបស់សត្វនិងការការពារនិងការព្យាបាលសត្វឲ្យបានត្រឹមត្រូវទៅតាមបច្ចេកទេសដើម្បីទទួលបាននូវទិន្នផលល្អចាលោកគ្រូតាក់ទងទៅនឹងវគ្គបច្ចេកទេសចិញ្ចឹមជ្រូកសម្រាប់វគ្គហ្នឹងតើលោកគ្រូបានលើកចំណុចសំខាន់អីខ្លះដែលលើកមកបង្ហាញកសិកររបស់យើងក្នុងវគ្គក្រោយនេះលោកគ្រូនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះគឺយើងមានចំណុចពិសេសនិងសំខាន់សម្រាប់ការចែករំលែកទៅកាន់បងប្អូនកសិករយើងទី1គឺធ្វើឲ្យបងប្អូនយើងយល់ដឹងអំពីបច្ចេកទេសការចិញ្ចឹមនិងការថែទាំតាមដំណាក់កាលរបស់សត្វឲ្យគាត់យល់ដឹងអំពីបញ្ហាជំងឺប្រភេទសត្វដែលប្រឈមនៅក្នុងដំណាក់កាលណាខ្ពស់បំផុតឲ្យគាត់ដឹងអំពីវិធានការការពារឲ្យគាត់ចេះធ្វើការព្យាបាលនិងការគ្រប់គ្រងសត្វឲ្យបានត្រឹមត្រូវហើយអ្វីដែលសំខាន់នោះគឺគាត់ស្គាល់អំពីថ្លៃដើមនៅក្នុងការចិញ្ចឹមសត្វរបស់គាត់ផងដែរចុះតកតងទៅនឹងការបញ្ចប់វគ្គសិក្សានឹងហើយក្រៅពីចំណេះដឹងដែលបងកសិករគាត់ទទួលបានតើមានអត្ថប្រយោជន៍ផ្សេងទៀតដែលគាត់អាចទទួលបានតកតងនឹងវគ្គសិក្សានឹងលោកគ្រូក្រោយពីការបញ្ចប់ទៅលើវគ្គសិក្សានេះសិក្ខាកាមយើងក៏ទទួលបាននៅចំណេះដឹងបន្ថែមដើម្បីយកទៅបំពេញនៅចំណុចខ្វះខាតដែលគាត់ធ្វើការចិញ្ចឹមសត្វហើយមិនត្រឹមតែប៉ុណ្ណឹងក៏គាត់ទទួលបាននៅវិញ្ញាបនបត្របញ្ជាក់ពីការសិក្សាផងដែរហើយយើងទទួលបាននៅការបង្កើតជាក្រុមមួយនៅក្នុងការប្រឹក្សាទៅលើបញ្ហាប្រឈមនៅក្នុងអំឡុងពេលដែលគាត់យកទៅអនុវត្តទៅលើការចិញ្ចឹមគឺយើងនឹងទទួលបាននៅការប្រឹក្សាក៏ដូចជាការចែករំលែកនៅក្នុងក្រុមដើម្បីឲ្យមានភាពកក់ក្ដៅក្រោយពីគាត់បញ្ចប់ការសិក្សាហើយចាលោកគ្រូវគ្គហ្នឹងយើងរៀននៅថ្ងៃណាដែរលោកគ្រូសម្រាប់វគ្គបណ្ដុះបណ្ដាលនេះយើងនឹងធ្វើនៅថ្ងៃទី28ខែមីនាឆ្នាំ2026ចឹងសម្រាប់បងប្អូនយើងដែលគាត់ត្រូវការបង្កើននូវសមត្ថភាពក៏ដូចជាចំណេះដឹងទៅលើបច្ចេកទេសការចិញ្ចឹមនិងការព្យាបាលនេះអាចធ្វើការទំនាក់ទំនងជាមួយនឹងលេខទូរស័ព្ទរបស់ក្រុមការងារដើម្បីទទួលបាននូវការប្រឹក្សាបន្ថែមជាចុងក្រោយលោកគ្រូមានអីប្រើប្រាស់ទៅខាងសិក្ខាកាមដែលគាត់កំពុងស្វែងរកជំនាញដែលគាត់សិក្សាតាក់ទងទៅនឹងបច្ចេកទេសនៃការចិញ្ចឹមជ្រូកនេះដែរលោកគ្រូចុងក្រោយសម្រាប់បងប្អូនសិក្ខាកាមរបស់យើងដែលមានបំណងទៅលើការចិញ្ចឹមសត្វគួរតែស្វែងរកនៅបច្ចេកទេសការចិញ្ចឹមសត្វឲ្យបានច្រើនដើម្បីធ្វើការពង្រឹងសមត្ថភាពក៏ដូចជាការចិញ្ចឹមនឹងឲ្យទទួលបាននៅប្រសិទ្ធភាពដើម្បីជៀសវាងទៅលើបញ្ហាប្រឈមផ្សេងៗផងដែរ